បំផុត TikTok នៅប្រទេសកម្ពុជារបស់យើងបើកឲ្យរកលុយបានអ្នកនរគ្នានេះគឺជាឱកាសល្អមែនតើសម្រាប់ប្រជាជនកម្ពុជារបស់យើងក៏ដូចជាអ្នកដែលនិយមប្រើប្រាស់បណ្ដាញសង្គម TikTok តែមិនដឹងពីលក្ខខណ្ឌអ្វីខ្លះដែលគ្រប់គោលការណ៍អនុញ្ញាតឲ្យរកលុយទី1គណនីនោះត្រូវតែមានអ្នក follower ចំនួន 10k follower ដែលអ្នកចូលមើលត្រូវតែមាន 100k view ក្នុងរយៈពេល30ថ្ងៃមុន view នៅក្នុងប្រទេសកម្ពុជារបស់យើង 1000 view ស្មើនឹង 0.02 ទៅ 0.04 បើបានកាន់តែច្រើនចំនួនលុយនោះក៏កើនឡើងដូចគ្នាដែរប្រៀបធៀបជាមួយនឹង YouTube TikTok អាចរកលុយបានចំនួនតិចជាង YouTube ប៉ុន្តែអ្នកទាំងអស់គ្នាបើសិនជាយើងមានបណ្ដាញសង្គមណារកលុយបានហើយយើងគួរតែជ្រើសឱកាសនេះប្រជាចូលទៅក្នុងទីផ្សារដើម្បីធ្វើការរកលុយមកអ្វីដែលយើងផុសហើយអត់បានអីត្រឡប់មកវិញយ៉ាងហោចណាស់ក៏យើងអាចរកលុយបានតាមរយៈវីដេអូដែលយើងធ្វើនោះដែរអ្វីដែលអ្នកនរគ្នាគួរមាននៅពេលដែលអ្នកគ្នាចង់រកលុយក្នុង TikTok អ្នកនរគ្នាត្រូវ download ជាមួយនឹង app នេះអ្នកនរគ្នាចា TikTok Studio ដើម្បីចូលទៅមើលថា account អ្នកនរគ្នារកលុយបាននៅចានៅពេលដែលចូលមកវានឹងចេញបែបនេះហើយនៅពេលដែលចង់បើកលុយទាំងអស់ហ្នឹងអ្នកនរគ្នាត្រូវប្រើទៅក្នុងគណនីខ្ញុំគិតថាខ្មែរយើងអ្នកដែលរកលុយតាម YouTube អីប្រកាសជាស្គាល់អ្នកនរគ្នាចាគឺ PayPal អ្នកនរគ្នានៅពេលដែលប្រើអាហ្នឹងទៅទើបយើងអាចដកលុយនឹងយកមកប្រើប្រាស់បានយុគសម័យរបស់យើងផ្លាស់ប្ដូរយើងត្រូវតែដើរឲ្យទាន់សង្គមហើយធ្វើអីដែលគេធ្វើបានដូចគ្នាគួរបញ្ជាក់ផងដែរថានៅក្នុងប្រទេសកម្ពុជារបស់យើងអ្នកដែលប្រើប្រាស់បណ្ដាញសង្គម TikTok មានចំនួន 9.96 លានអ្នកនៅក្នុងឆ្នាំ 2024ខ្ញុំថាអ្នកទាំងអស់គ្នានឹងផលិតមាតិកាណាដែលមានប្រយោជន៍ជួយដល់សង្គមជួយដល់អ្នកមើលកុំផលិតមាតិកាណាដែលប៉ះពាល់ទៅដល់សង្គមបំផ្លាញដល់កិត្តិយសខ្លួនឯងពិសេសដើម្បីគ្រាន់តែចង់បាន view អរគុណអ្នកទាំងអស់គ្នាបានដឹងហើយពីការរកចំណូលតាមរយៈ TikTok មកជាស្រីផងដែរអ្នកទាំងអស់គ្នាដែលខ្ញុំអត់បានប្រាប់ detail កាលពីវីដេអូមុនវីដេអូនេះផងដែរខ្ញុំនឹងប្រាប់ detail ពីការរកលុយតាមរយៈ TikTok នេះថាតើក្រុមហ៊ុន TikTok បើកមុខងារណាខ្លះធម្មតាការរកលុយអ្នកទាំងអស់គ្នាដែលធ្លាប់រកលុយតាម Facebook ប្រកាសជាដឹងហើយគេមិនមែនបើកមុខងារទាំងអស់នៅក្នុង Facebook ឲ្យយើងរកទេ TikTok ក៏ដូចគ្នាដែរអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាគេមិនមែនបើកមុខងារទាំងអស់នៅក្នុង TikTok ឲ្យយើងរកលុយនោះទេអ្នកទាំងអស់គ្នាមួយចំនួនដែលមិនបានដឹងស៊ីជម្រៅប្រកាសជាយល់ច្រឡំថា TikTok បានបើកដំណើរការឲ្យប្រើជាមួយនឹងមុខងារមួយដែលគ្រាន់តែផលិតវីដេអូឲ្យបានលុយតាមពិតទៅយើងមិនបានលុយនោះទេប៉ុន្តែយើងទទួលបានលុយត្រឡប់មកវិញលុះត្រាតែអ្នកដែលកំពុងតែ view វីដេអូរបស់យើងនឹងគាត់ចុចបេតុង subscription ដើម្បីចូលទៅបង់ប្រាក់ហើយយើងទទួលបានប្រាក់នោះតាមរយៈការ support របស់គាត់ដូច្នេះក្រុមហ៊ុន TikTok បើកមុខងារ subscription អត់បានបើកមុខងារផលិតវីដេអូឲ្យបានលុយតែម្ដងនោះទេហើយយើងក៏កំពុងតែចាំមើលបន្តទៅទៀតថាមានអ្វីប្រែប្រួលឬមួយក៏មានអ្វី update ដោយសារតែប្រទេសរបស់យើងមិនទាន់គ្រប់គោលការណ៍ដែលអនុញ្ញាតឲ្យបើករកលុយដោយប្រទេសដទៃនោះទេសង្ឃឹមថា TikTok នឹងបើកដំណើរការឲ្យផលិតវីដេអូទទួលបានលុយពីការផលិតវីដេអូនោះនៅក្នុងប្រទេសកម្ពុជារបស់យើងពេលឆាប់ៗអរគុណជំរាបលាបាយហេតុអីទៅបានជាក្រុមហ៊ុន Facebook ហើយនិង TikTok បានបើករកលុយនៅប្រទេសកម្ពុជាខណៈដែលប្រទេសជិតខាងក៏ដូចជាប្រទេសមួយចំនួនបានបើកមុខងារនេះយូរណាស់មកហើយទាំងគ្នាបានដឹងហើយថាប្រទេសយើងប្រជាជនមានចំនួនតិចហើយការយល់ដឹងពីបច្ចេកវិទ្យានៅមានកម្រិតតែ generation ក្រោយៗនេះទេដែលគាត់យល់ដឹងពីបច្ចេកវិទ្យាច្រើនបែបនេះហើយធ្វើឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មទៅលើ platform Facebook ហើយនិង TikTok មានចំនួនតិចតែដឹងថាបើសិនជាគេចង់បើក monetize ឲ្យរកលុយនៅក្នុងប្រទេសរបស់យើងគេក៏ចង់បានអីត្រឡប់ទៅវិញដូចគ្នាដែរណូទៅកាន់ក្រុមហ៊ុន Facebook ទេនិង TikTok នឹងមានចំនួនតិចអញ្ចឹងក៏គេអត់ចង់មកបើក monetize ឲ្យយើងដែរ platform ដែលបើកដំណើរការឲ្យរកលុយនៅប្រទេសកម្ពុជាមានតែមួយគត់គឺ YouTube ណូដែលទទួលបានពី YouTube ប្រទេសកម្ពុជារបស់យើងនៅរកបានចំណូលតិចជាងប្រទេសផ្សេងៗដូចអ្នកគ្នាបានបើក YouTube ហើយ ads នៅមានកម្រិតនៅឡើយអត់ទាន់បានច្រើនដូចប្រទេសផ្សេងៗដែលយើងធ្លាប់មើលនោះទេការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសរបស់យើងមានតិចខ្លាំងមែនតើអត់ដូចប្រទេសគេទេប្រទេសគេ 4-5 អញ្ចឹងហើយបាន skip ចូលទៅក្នុងវីដេអូហើយមើលបើសិនជាប្រទេសរបស់យើងត្រឹមតែ 1-2 ហើយក៏អត់សូវច្រើនដែរFacebook អត់អាចរកលុយបានមែនប៉ុន្តែខ្ញុំអាចរកលុយបានដែរអ្នកទាំងគ្នាជឿអត់ដោយសារតែខ្ញុំជាអ្នកដែលផលិតមាតិកាខ្លួនឯងហើយណាមួយគ្រប់គោលការណ៍ទៀតទោះបីនៅប្រទេសខ្មែរអត់ទាន់បើកឲ្យមែនហើយបើកឲ្យតតែមានលក្ខខណ្ឌគ្រប់ដូចខ្ញុំអញ្ចឹងហើយអ្នកទាំងគ្នាដឹងថាចំនួនបានប៉ុន្មានអត់អ្នកទាំងគ្នាគឺថាបានតិចខ្លាំងបំផុតសឹងតែ1លាន view អីបានតែប៉ុន្មានដុល្លារនោះទេដោយសារតែក្នុងប្រទេសកម្ពុជារបស់យើងគេអត់ទាន់បើកមុខងារនេះឲ្យទេហើយតាមរយៈប្រភពពី Google ក៏បានឃើញថាក្រសួងប្រៃសណីនិងទូរគមនាគមន៍កំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុន Facebook ដូចគ្នាដើម្បីបើក monetize ទៅដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាជាក់ថានៅពេលអនាគតមិនដឹងថាពេលណាទេយូរប៉ុណ្ណាទេប៉ុន្តែយើងក៏នឹងអាចដូចប្រទេសជិតខាងដែរចា៎អរគុណជំរាបលាបាយបាយ